ការបញ្ជូនខ្លួនជនជាតិអង់គ្លេសម្នាក់ទៅកាន់តុលាការសាលាដំបងភ្នំពេញដោយសង្ស័យថាជាប់ពាក់ព័ន្ធទៅនឹងករណីសម្លាប់ពាណិជ្ជករនៅប្រទេសថៃបាទសមត្ថកិច្ចនាយកដ្ឋានអន្តរប្រវេសន៍នៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី15កុម្ភៈឆ្នាំ2017ម្សិលមិញបានបញ្ជូនជនជាតិអង់គ្លេសម្នាក់ទៅកាន់សាលាដំបងភ្នំពេញពាក់ព័ន្ធនឹងករណីលួចឆ្លងដែនចូលមកស្នាក់នៅខុសច្បាប់នៅក្នុងប្រទេសកម្ពុជាជនសង្ស័យមានឈ្មោះ Nelham Tony James បាទភេទប្រុសអាយុ45ឆ្នាំជនជាតិអង់គ្លេសមានមុខរបរជាប្រធានក្រុមហ៊ុន Springtid International Co Ltd មានអាស័យដ្ឋាននៅក្រុងព្រះសីហនុរាជធានីភ្នំពេញនិងខេត្តសៀមរាបការមករស់នៅក្នុងប្រទេសកម្ពុជាជនសង្ស័យគ្មានលិខិតឆ្លងដែនគ្មានសិភៅការងារនិងលិខិតស្នាមអ្វីទាំងអស់បាទដែលមានតម្លៃផ្លូវច្បាប់ដែលអាចប្រើប្រាស់បានបាទដូច្នេះលោក Nelham Tony James បាទត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ឃាត់ខ្លួនកាលពីថ្ងៃ14មករាឆ្នាំ2017ហើយបានបញ្ជូនមកកាន់តុលាការដើម្បីធ្វើការចាប់ប្រកាន់បាទហើយបញ្ជូនមកកាន់ក្រសួងនាយកដ្ឋានបាទនាយកដ្ឋានអន្តរប្រវេសន៍បាទនៅភ្នំពេញក្រៅពីមករស់នៅដោយខុសច្បាប់នៅកម្ពុជាបរិសុទ្ធជនជាតិអង់គ្លេសខាងលើនេះក៏ត្រូវបានជាប់សង្ស័យថាជាមេគំនិតនៃពីក្រោយខ្នងអំពើឃាតកម្មចម្រិតទាបប្រាក់ពីពាណិជ្ជករជនជាតិអៀកឡង់ម្នាក់នៅឯប្រទេសថៃផងដែរបាទសូមជម្រាបថាជនសង្ស័យត្រូវបានគេជឿជាក់ថានៅមានបពុជនជាតិអាហ្វ្រិកខាងត្បូងច្រើនអ្នកទៀតដែលពាក់ព័ន្ធហើយរត់គេចខ្លួនមកពីការតាមចាប់របស់សមត្ថកិច្ចថៃបច្ចុប្បន្នសំណុំរឿងនេះត្រូវបានលោកសៀងសុកបរិញ្ញារងអមសាលាដំបងភ្នំពេញកំពុងចាត់ការតាមនីតិវិធីច្បាប់បាទដោយក្នុងនោះគឺបូករួមទាំងការដែលលួចចូលមកស្នាក់នៅកម្ពុជាដោយខុសច្បាប់នេះបាទទុនជននេះគឺជារឿងរ៉ាវដែលបានត្រូវបានផ្សព្វផ្សាយផងដែរកាលពីចាប់ខ្លួនភ្លាមនោះគឺទៅប្រព័ន្ធព័ត៌មានបានធ្វើការរាយការណ៍នៅព័ត៌មានទាំងដែរប៉ុន្តែយើងខ្ញុំបានផ្ទៀងផ្ទាល់គឺថាមិនទាន់ច្បាស់អំពីប្រភពប៉ុន្តែលើដឹកហើយគឺចាប់ខ្លួនដោយសារតែគាត់មកកម្ពុជានឹងខុសច្បាប់ទី1ទី2ទៀតគឺអ្វីដែលសំខាន់គឺវាពាក់ព័ន្ធទៅនឹងអំពើឃាតកម្មនៅក្នុងប្រទេសថៃឃាតកម្មទៅលើជនបរទេសដូចគ្នាបាទហើយក៏វាមានពាក់ព័ន្ធទៅនឹងការចម្រិតទាបប្រាក់អីផងដែរបាទអញ្ចឹងហើយអាចនិយាយបានថាលោកប្រាហាមនេះគឺជាជនគេហៅថាសង្គមងងឹតមួយដែរនេះក៏យកតាមការសង្ស័យដោយសមត្ថកិច្ចយើងបាទសមត្ថកិច្ចយើង